សូមអញ្ជើញហត្តានាពេលប្រកលឹមនៅក្នុងតំបន់អភិវឌ្ឍបឹងចងុកដេជោឈ្នះឈ្នះខាងក្រោយខ្នងខ្ញុំនេះគឺជាសំណង់អគាររដ្ឋបាលដែលស្ថិតនៅក្នុងភូមិបឹងចងុកដេជោឈ្នះឈ្នះឃុំទូតបង្រសុខបន្លាយខេត្តបន្ទាយមានជ័យតំបន់អគារមានដូចជាកាកបាទក្រហមមានដូចជាប៉ុស្តិ៍នគរបាលកងរាជអាវុធហត្ថយោធាមានដូចជាមណ្ឌលសុខភាពហើយជាពិសេសគឺមានសាលាបឋមសិក្សានិងអនុវិទ្យាល័យដេកបឹងចងុកដេជោឈ្នះឈ្នះហើយសំណង់ទាំងអស់នេះគឺសុទ្ធតែយកមកបេះដូងយកមកសាងសង់ដើម្បីឲ្យស្របតាមស្តង់ដារបច្ចេកទេសនៃសំណង់រក្សាគុណភាពឲ្យបានយូរដើម្បីឲ្យកូនសិស្សក្នុងតំបន់បឹងចងុកនិងតំបន់ជុំវិញនេះបានអញ្ជើញមករៀនសូត្រយកចំណេះដឹងចំណេះវិជ្ជាខ្លាយជាយុវជនបន្តវេននាថ្ងៃអនាគតសូមអញ្ជើញទស្សនាតំបន់បឹងចងុកចូលឈ្នះឈ្នះហើយក្នុងតំបន់បឹងចងុកចូលឈ្នះឈ្នះគឺសុទ្ធតែមានផ្លូវបេតុងខាត់ខ្វែងព្រមទាំងដាំដើមកង្កោកដែលពេលនេះគឺកង្កោកកំពុងតែចេញផ្កាក្រហមស្រស់ស្អាតស្របតាមដងផ្លូវបេតុងដ៏ធំទូលាយក្នុងតំបន់អភិវឌ្ឍនេះ